ដល់តែថ្ងៃទៅគាត់នឹងជាបរិយាកាសចាំទឹកសម្រាប់ប្រទេសជាតិយើងមានក្រុមកីឡាបរិយាកាសគ្រប់យ៉ាងស្ថិតអាចនឹងស្ថិតតែខាងនោះគឺស្រុកចំនួន7ខ្លះហើយក្រុមកីឡាករកីឡាការីបានចូលដំណើរឆ្លងកាត់តាមវេទិកាក្រាបទីដីជាប្រទេសមានកីឡាបាល់ទាត់បាល់ទះហើយបាល់ទ្រូអត្តពលកម្មនៃប្រទេសកីឡាហើយបានចូលរួមប្រទេសនិងបានកាត់កន្លងបាននៅលើទីមាននៃអល់ចលាជាតិរដ្ឋបាលយុវជនត្រូវមកហាត់រៀនសូត្រឬក៏ត្រូវជាខាត់នៃកីឡាអ្វីមួយនៅក្នុងវិទ្យាសាស្ត្ររបស់យើងដើម្បីយើងជិះវាឲ្យចត់ពីគ្រឿងរៀនយុវជនគឺជាកម្លាំងសសរទ្រូងនៃប្រទេសជាតិហើយការមកហាត់កីឡាទាំងនេះគឺនាំមកនូវសុខភាពនាំមកនូវការពីជាតិបេត្រជាតិក្នុងការទៅទីផ្សារផលរវាងទាំងគ្នាព្រមទាំងជ្រើសរើសទាំងឯងទូទាំងផ្នែកសម្រាប់ឆ្នាំ2024 2025បានបញ្ចប់ទៅហើយក្តីក៏យុវជនយុវនារីកីឡាករកីឡាការិនីទាំងអស់បានខិតខំយកចិត្តទុកដាក់បញ្ចេញអស់សមត្ថភាពទេពកោសល្យកម្លាំងកាយចិត្តនិងដកស្រង់បាននូវបទពិសោធន៍រវាងគ្នាហើយបង្កើននូវសាមគ្គីភាពហើយនៅក្នុងវិស័យអប់រំដែលមានការអភិវឌ្ឍរីកចម្រើនមកទល់បច្ចុប្បន្ននេះយើងឃើញថាកម្លាំងយុវជនយុវនារីសិក្សានិស្សិតបានចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលដើម្បីផ្ដល់នូវក្តីសង្ឃឹមសម្រាប់អនាគតរបស់ប្រទេសជាតិយុវជនទាំងនេះគឺជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិគឺជាប្រជុំសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ2025ខេត្តបាត់ដំបងដោយបានការអនុញ្ញាតនិងកិច្ចគ្រប់គ្រងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងបានកិច្ចសហការប្រជុំសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ2025ខេត្តបាត់ដំបងដោយបានការអនុញ្ញាតនិងកិច្ចគ្រប់គ្រងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងបានកិច្ចសហការយុវជនចុះបងប្អូនគ្នាបាទសូមស្វាគមន៍ទៅបងអីទៅមួយជិះអ្នកទៅអ្នកនារីនិងយុវជនហើយសូមត្រៀមបន្តទៀតគឺវិញ្ញាសា2នាក់ទៅ2នាក់សូមផ្ដល់កិត្តិយសជូនលោកសិនវុឌ្ឍអភិបាលរងស្រុកកំរៀងសូមតាមជិះផ្ដល់កិត្តិយសជូន
យកបន្ទុកផ្នែកយុវជនយើងយកបន្ទុកលេខ1គឺកីឡាករធុនចន្ទថាសុខមានកីឡាករភីតាការ៉ាសុខអនន្តកីឡាករលៀងតុលាវិទ្យាល័យសម្ដេចអង្គសូមព្រៀងបន្ត